រឿង3យ៉ាងដែលយើងអត់គួរនិយាយប្រាប់អ្នកដទៃទី1ភាពភ័យខ្លាចនិងចំណុចខ្សោយនិងភាពភ័យខ្លាចបើសិនជាយើងអត់និយាយប្រាប់អ្នកដទៃទេក៏អត់មានគេដឹងដែរអញ្ចឹងអ្នកទាំងគ្នាគិតមើលថាបើសិនជាយើងប្រាប់ចំណុចខ្សោយហើយនិងភាពភ័យខ្លាចរបស់យើងទៅកាន់អ្នកដទៃតើវាមានផ្ដល់ផលចំណេញអីមកវិញអត់ករណីថាយើងនិយាយទៅវាអត់ធ្វើឲ្យយើងបាត់ភ័យឬក៏អត់ធ្វើឲ្យយើងដោះស្រាយបញ្ហារបស់យើងបានទេអញ្ចឹងយកគូណាប្រាប់អ្នកដទៃច្រើនពេកទេបើសិនជាករណីថាយើងនិយាយពីចំណុចខ្សោយរបស់យើងទៅប្រាប់គាត់ហើយគាត់ផ្ដល់ជាដំណោះស្រាយមកវិញហើយផ្ដល់ជាយោបល់មកវិញឬក៏ធ្វើឲ្យយើងបាត់ភ័យខ្លាចហើយអាចដោះស្រាយនៅចំណុចខ្សោយរបស់យើងបានចាំយើងនិយាយប្រាប់ការប្រាប់អ្នកដទៃអំពីចំណុចខ្សោយនិងភាពភ័យខ្លាចរបស់ខ្លួនឯងត្រូវតែរកមនុស្សណាដែលយើងទុកចិត្តបានបំផុតអត់គួរណាប្រាប់អ្នកដទៃច្រើនពេកទេទី2ចំណុចរបស់យើងហ្នឹងគឺជារឿងផ្ទាល់ខ្លួនរបស់យើងហ្មងអត់ចាំបាច់ឲ្យអ្នកដទៃត្រូវដឹងពីចំណុចរបស់យើងថាយើងហៅបានមែនទេទោះបីជាយើងរកបានតិចក៏ដោយច្រើនក៏ដោយហ្នឹងគឺជារឿងផ្ទាល់ខ្លួនរបស់យើងហេតុអីចាំបាច់ត្រូវដឹងរឿងហ្នឹងពីយើងករណីថាគេសួរយើងថាអូមួយខែហៅចំណូលបានមែនធ្វើការបានប្រាក់ខែមែនបើអ្នកទាំងគ្នាអត់ចង់ឆ្លើយកុំឆ្លើយការណាដែលយើងប្រាប់ទៅគេអាចនឹងសប្បាយចិត្តមួយយើងឬក៏ចំណែនយើងអញ្ចឹងយើងអត់គួរណាបង្ហាញអ្វីដែលជារឿងផ្ទាល់ខ្លួនរបស់យើងទៅប្រាប់គេច្រើនពេកទេទី3ជីវិតស្នេហាហេតុអីបើយើងអត់គួរបង្ហាញជីវិតស្នេហារបស់យើងទៅកាន់សាធារណៈឬក៏និយាយប្រាប់គេច្រើនពេកធម្មតាជីវិតស្នេហាយើងម្នាក់តែតែមានផ្អែមល្ហែមហើយនឹងមានបញ្ហានៅក្នុងជីវិតរបស់យើងហើយករណីថាអ្នកទាំងគ្នាបង្ហាញអ្វីដែលល្អៗទៅកាន់អ្នកដទៃច្រើនប៉ះចំគេអបអរសាទរជាមួយយើងគេសប្បាយចិត្តជាមួយនឹងយើងអត់អីទេប៉ុន្តែអ្នកខ្លះទៀតគាត់អត់មានជីវិតស្នេហាដែលល្អគាត់ឃើញយើងសប្បាយគាត់ឃើញយើងមានក្តីសុខគាត់ក៏មានអារម្មណ៍អន់ចិត្តជាមួយនឹងខ្លួនឯងមានអារម្មណ៍ថាគាត់អត់មានសំណាងដូចយើងអញ្ចឹងកុំបង្ហាញជីវិតផ្ទាល់ខ្លួនរបស់យើងទៅកាន់អ្នកដទៃច្រើនពេកជាពិសេសត្រង់ចំណុចណាដែលល្អហើយមូលហេតុអីបានជាយើងអត់គួរនិយាយពីបញ្ហាស្នេហារបស់យើងប្រាប់ទៅអ្នកដទៃបើករណីថាអ្នកគ្នាប្រាប់គាត់ហើយបានដំណោះស្រាយមកវិញចាំនិយាយប្រាប់ព្រោះគាត់ជួយយើងដោះស្រាយបញ្ហាប៉ុន្តែបើនិយាយហើយគាត់អត់បានជួយអីមកយើងវិញទេអញ្ចឹងអ្នកគ្នាគួរតែរក្សាការសម្ងាត់របស់យើងរឿងបញ្ហានិងរឿងផ្ទាល់ខ្លួនរបស់យើងកាលណាដែលយើងប្រាប់គេតែម្ដងគេនឹងចងចាំមួយជីវិតឧទាហរណ៍ថាអ្នកគ្នាជួបគ្នាមួយប្តីប្រពន្ធឬក៏ជួបគ្នាមួយសង្សារអញ្ចឹងណាយើងប្រាប់គេតែម្ដងគឺគេចងចាំមួយជីវិតមិនឆាន់តែគេអត់ភ្លេចដែរព្រោះមនុស្សណាដែលយើងអាចទុកចិត្តបានដែលយើងអាចនិយាយបញ្ហារបស់យើងទៅគាត់ហើយគាត់រក្សាការសម្ងាត់ហើយគាត់ផ្ដល់យោបល់មកឲ្យយើងវិញល្អអរគុណអ្នកទាំងអស់គ្នាពីខ្ញុំនេះទេជួបគ្នានៅវីដេអូក្រោយ